នៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី22ធ្នូពលគឺក្រោយកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងគូឡាឡាំពួររដ្ឋាភិបាលទីក្រុងតូក្យូបានកត់សម្គាល់ឃើញនៅសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលបានជំរុញឲ្យភាគីជំនួសកម្ពុជានិងថៃចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អរិយភាពរវាងគ្នាហើយវិលទៅរកការសន្ទនាគ្នាឡើងវិញក្នុងសេចក្តីថ្លែងការណ៍ដដែលជប៉ុនបានបង្ហាញការគោរពយ៉ាងជ្រាលជ្រៅចំពោះការប្រឹងប្រែងផ្នែកការទូតរបស់ម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងទីក្រុង Washington ដែលបានខិតខំសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងគូឡាឡាំពួរស្តីពីសន្តិភាពរវាងកម្ពុជានិងថៃរដ្ឋាភិបាលជប៉ុនតែងតែអំពាវនាវប្រទេសកម្ពុជានិងថៃឲ្យមានការអត់ធ្មត់ជាអតិបរមានិងដំណោះស្រាយដោយសន្តិភាពតាមរយៈការសន្ទនាហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងនេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនចំពោះស្ថានភាពនៃជម្លោះព្រំដែនខ្មែរថៃជម្លោះដែលបានឈានដល់ការប៉ះទង្គិចជាថ្មីនៅដើមខែធ្នូនេះបានបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសក្នុងនោះរួមមានជនស៊ីវិលជាភាគសក្តិច្រើនណាស់រួមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរដោយឡែករដ្ឋាភិបាលសិង្ហបុរីក៏បានបង្ហាញក្តីបារម្ភជាខ្លាំងដែរអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនខ្មែរថៃនិងរបាយការណ៍នានាអំពីចំនួនអ្នកស្លាប់និងរបួសរបស់ភាគីទាំងសងខាងនេះបើតាមសាររបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan នៅក្នុងបណ្ដាញសង្គម Facebookយ៉ាងណាក៏ដោយលោកស្វាគមន៍ចំពោះគម្រោងជួបពិភាក្សារបស់ក្រមមន្ត្រីយោធាកម្ពុជាថៃនៅក្នុងការប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC នាថ្ងៃទី24ធ្នូនេះលោក Balakrishnan បានទទូចសូមឲ្យកម្ពុជានិងថៃបន្ថយភាពតានតឹងបន្តការចរចានិងដោះស្រាយជម្លោះតាមមធ្យោបាយសន្តិភាពចំណែកអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកតាំងហាងយ៉ាងក៏បានលើកឡើងពីក្តីបារម្ភជំទាស់ការវិវត្តដ៏ស្មុគស្មាញក្នុងជម្លោះខ្មែរថៃលោកតាំងហាងយ៉ាងលើកឡើងថាទីក្រុងហាណូយបានត្រៀមរួចរាល់ដើម្បីសហការជាមួយអាស៊ានដើម្បីជំរុញឲ្យមានកិច្ចសន្ទនានិងដោះស្រាយភាពតានតឹងតាមព្រំដែនខ្មែរថៃដោយសន្តិភាពទីក្រុងម៉ានីលីដែលជាប្រធានបដូវវេនអាស៊ានឆ្នាំ2026បានប្រកាសច្បាស់ក្រោយជំនួបពិសេសនៅទីក្រុងគូឡាឡាំពួរថាហ្វីលីពីនបានត្រៀមរួចរាល់ដែរដើម្បីបន្តធ្វើជាអ្នកសម្រួលជម្លោះរវាងកម្ពុជានិងថៃប្រសិនបើភាគីទាំងពីរចង់ឲ្យប្រធានអាស៊ានធ្វើការងារនេះ